ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវអាកាសធាតុពិតជាក្តៅមែនតែនអញ្ចឹងថ្ងៃនេះមកដេសៀមកធ្វើការ៉េមដែលមានរសជាតិត្រប៉ែខ្មៅធានាថាឆ្ងាញ់មែនតែនតែម្ដងយើងអាចធ្វើលក់ពេលរដូវក្តៅនេះឬក៏ធ្វើពិសាក្នុងក្រុមគ្រួសារដើម្បីបំបត្តិភាពក្តៅក៏ថាបានដែរអញ្ចឹងនៅក្នុងវីដេអូនៅចុងវីដេអូយើងនឹងមានតារាងតម្លៃបង្ហាញជូនថាធ្វើអស់តម្លៃប៉ុន្មានការ៉េមមួយដើមអស់ថ្លៃដើមប៉ុន្មានហើយក៏មានវីដេអូបង្ហាញថាបើបងប្អូនអត់មានទូទឹកកកយើងអាចបង្កក់ការ៉េមយើងដោយវិធីផ្សេងមួយទៀតក៏បានដែរជាងមុនទៅមើលវិធីធ្វើបងប្អូនដែលមើល Channel Malaysia ហើយទៅតែមើលក៏ដោយដែលអត់ទាន់បានជួយ Subscribe Channel Malaysia សូមជួយចុច Subscribe សូមជួយចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូផ្សេងទៀតហើយបងប្អូនដែលមើលតាម Facebook សូមជួយចុច Follow Page ចុច Share ចុច Like Page Malaysia ឲ្យបានច្រើនផងអញ្ចឹងយើងទៅមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាចាអញ្ចឹងគឺនៅក្នុងឆ្នាំងរបស់ខ្ញុំមានខ្ទិះដូងដើមចំនួនកន្លះគីឡូឬក៏500ក្រាមបងប្អូនអាចលាយខ្ទិះដើមនិងខ្ទិះចុងក៏បានឬក៏ជំនួសដោយទឹកដោះគោស្រស់ក៏បានដែរហើយដើម្បីឲ្យកាន់តែឆ្ងាញ់គឺខ្ញុំថែមទឹកដោះគោស្រស់ចំនួន1ខាំឬក៏100ក្រាមចូលទៀតបើបងប្អូនអត់មានទឹកដោះគោស្រស់អាចដាក់ទឹកធម្មតាក៏បានឬក៏ដាក់ខ្ទិះក៏បានដែរហើយខ្ញុំដាក់ទឹកដោះគោខាប់ផ្អែមចំនួនកន្លះខាំចាកន្លះខាំឬក៏50ក្រាមហ្នឹងយើងដាក់ប៉ុណ្្នឹងសិនបានហើយពីព្រោះត្រប៉ែដែលបងប្អូនមាននឹងត្រប៉ែរបស់ខ្ញុំអាចផ្អែមខុសគ្នាអញ្ចឹងណាបន្ទាប់មកចាំយើងថែមតាមក្រោយទៀតក៏បានដែរចារួចហើយគឺយើងថែមអំបិល1ចឹបបានហើយដើម្បីឲ្យត្រប៉ែយើងរាងមានសាច់ក្រមួតបន្តិចគឺខ្ញុំថែមម្សៅឆាឬក៏ម្សៅពោតចំនួន20ក្រាមយើងដួសនឹងសាព្រាខ្លីដូចក្នុងរូបហ្នឹងគឺប្រហែល3សាព្រាហ្នឹងណាយើងថែមតែបន្តិចទេ20ក្រាមអត់ច្រើនទេគឺធ្វើឲ្យសាច់ការ៉េមយើងហ្នឹងរាងក្រមួតបន្តិចបើយើងអត់ដាក់ទេវាពេលកក់ទៅដូចជាក្រាមទឹកកកច្រើនពេកណាហើយយើងដួសខ្ទិះដូងហ្នឹងដាក់ចូលទៅក្នុងចានហ្នឹងហើយយើងកូរឲ្យម្សៅហ្នឹងសព្វរលាយល្អហើយចាក់ចូលទៅក្នុងឆ្នាំងចារួចហើយលើឆ្នាំងដាក់លើចង្ក្រានប្រើភ្លើងមធ្យមត្រូវការកូរឲ្យញឹកណាបើយើងអត់កូរទេអាចនឹងធ្វើឲ្យខ្លោចបាតខាងក្រោមបានអញ្ចឹងយើងឧស្សាហ៍កូរពេលចាប់ផ្ដើមពុះគឺយើងដាក់ត្រប៉ែចូលចាឥឡូវខ្ទិះដូងរបស់ខ្ញុំចាប់ផ្ដើមពុះតិចហើយគឺខ្ញុំដាក់ត្រប៉ែចូលត្រប៉ែថ្ងៃនេះគឺខ្ញុំដាក់ចំនួនទាំងអស់ហ្នឹងគឺទាំងត្រប៉ែទាំងទឹកផុសត្រប៉ែហ្នឹងចំនួន3ខាំណាខ្ញុំទិញគេពីកញ្ចប់មកអស់2000ថ្លឹងទៅបាន3ខាំអញ្ចឹងត្រប៉ែបងប្អូននិងត្រប៉ែខ្ញុំអាចមានរសជាតិផ្អែមខុសគ្នាអញ្ចឹងយើងដាក់ចូលសិនហើយចាំយើងភ្លក់រសជាតិតាមក្រោយបើអត់សូវផ្អែមចាំយើងថែមទឹកដោះគោឬយើងថែមស្ករតាមក្រោយក៏បានដែរណាចាបន្ទាប់មកយើងបន្តប្រើភ្លើងមធ្យមដាំឲ្យខ្ទិះដូងនេះនឹងពុះមួយដងទៀតចាឥឡូវខ្ទិះដូងចាប់ផ្ដើមពុះតិចហើយគឺខ្ញុំភ្លក់ម្ដងទៀតណាបងប្អូនបើបងប្អូនភ្លក់មើលមិនសូវផ្អែមអីអាចថែមជាទឹកដោះគោស្រស់ក៏បានថែមជាស្ករក៏បានដែរចាខ្ញុំភ្លក់ហើយប៉ុន្តែដូចជាស្ទើរផ្អែមបន្តិចអញ្ចឹងខ្ញុំថែមទឹកដោះគោចំនួនកន្លះខាំទៀតណាចាអញ្ចឹងទឹកដោះគោខាប់ដែលខ្ញុំប្រើទាំងអស់ចំនួន1ខាំប៉ុន្តែបងប្អូនអាចដាក់ខុសពីខ្ញុំក៏អត់អីដែរស៊ីសលើបងប្អូនចូលចិត្តផ្អែមប៉ុន្មានទេណាអញ្ចឹងបន្ទាប់ពីចាប់ផ្ដើមពុះម្ដងទៀតហើយគឺយើងអាចបិទភ្លើងទុកឲ្យត្រជាក់យកមកច្រកដាក់ក្នុងថង់ឬក៏ដាក់ក្នុងពុម្ពបានហើយចាបន្ទាប់ពីចុះត្រជាក់នៅក្តៅអ៊ុនហើយខ្ញុំចាប់ផ្ដើមច្រកក្នុងថង់ឬក៏ចាំឲ្យត្រជាក់តែម្ដងក៏បានដែរបងប្អូនត្រូវមានជីឡាវឬក៏អីចឹងមកដាក់ចូលក្នុងមាត់ថង់ហើយយើងដួសចាដួសកូរឧស្សាហ៍កូរផងដើម្បីឲ្យបានសាច់ស្មើគ្នាល្អចាចំនួនប្រហែលវែកក៏បានដែរឲ្យចិត្តពេញថង់ទៅទុកប្រហែលចន្លោះពីមាត់ថង់ហ្នឹងមួយថ្នាំងដៃទៅដើម្បីចងកៅស៊ូបងប្អូនអាចច្រកបណ្ដើចងបណ្ដើក៏បានឬច្រកឲ្យហើយដូចខ្ញុំឲ្យចាំចងក៏បានដែរអូភ្លេចបញ្ជាក់ចំពោះថង់ដែលខ្ញុំប្រើនេះគឺមានប្រវែង3x20 សង់ទីម៉ែត្រសម្រាប់ច្រកការ៉េមបែបនេះណាបងប្អូនអត់មានអាចប្រើពុម្ពដាក់ក៏បានឬក៏ប្រើថង់ជ្រុងក៏បានឬក៏បងប្អូនណាត្រូវការថង់វែងដូច្នេះរត់ទិញអត់បានអាចទំនាក់ទំនងទិញតាម Page Malaysia ក៏បានដែរតាមលេខទូរស័ព្ទឬលេខ Telegram ដែលខ្ញុំដាក់ជូននេះណា
ចាបន្ទាប់ពីច្រកអស់ហើយគឺខ្ញុំបានយកកៅស៊ូមកចងមាត់ថង់បងប្អូនណាប្រសពចងដោយប្រើខ្សែកបួចមាត់តាមវិធីចងក្នុងវីដេអូ TikTok អីដែលគេធ្វើក៏បានដែរប៉ុន្តែខ្ញុំធ្វើតាមគេហើយគឺចងអត់បានស្អាតល្អទេគឺចងអត់បានល្អដូចគេទេអញ្ចឹងខ្ញុំប្រើវិធីបុរាណដដែលគឺប្រើកៅស៊ូចងណាបងប្អូនប្រសពចងដោយវិធីណាធ្វើវិធីនឹងទៅអត់អីទេចារួចរាល់ហើយការ៉េមត្រប៉ែខ្មៅរបស់ខ្ញុំធ្វើបាន17ដើមបងប្អូនអាចធ្វើចន្លោះបានពី16ទៅ18ដើមអញ្ចឹងបងប្អូនចង់ធ្វើច្រើនអាចគុណទៅតាមនឹងទៅណាអញ្ចឹងរួចហើយយើងយកទៅដាក់ក្នុងទូទឹកកករយៈពេល1យប់ឬក៏8ម៉ោងគឺការ៉េមយើងចាប់ផ្ដើមកកល្អហើយហើយចំពោះបងប្អូនដែលអត់មានទូទឹកកកចង់ធ្វើដើរលក់អីអាចធ្វើដោយវិធីនេះក៏បានដែរណាគឺយើងទៅទិញទឹកកកឲ្យគេដំឲ្យម៉ត់មកហើយយើងចាក់អំបិលក្រួសចាបងប្អូនចង់ឆាប់កកដាក់អំបិលក្រួសឲ្យច្រើនទៅនេះខ្ញុំជាន់ទី1ខ្ញុំដាក់អំបិលក្រួសប្រហែលជា2ខាំចារួចហើយយើងព្រាយមកយើងយកការ៉េមរបស់យើងដែលបានធ្វើហើយហ្នឹងដាក់ទៅក្នុងហ្នឹងរួចហើយយើងចាក់អំបិលក្រួសម្ដងទៀតបន្ទាប់មកយើងដាក់ទឹកកកថែមមួយជាន់ទៀតហើយចុងក្រោយបើយើងនៅសល់អំបិលក្រួសយើងអាចដាក់អំបិលក្រួសពីលើនឹងទៀតបើយើងចង់ឆាប់កកលឿនយើងដាក់ទឹកកកឲ្យច្រើនអំបិលក្រួសឲ្យច្រើនទៅគឺឆាប់កកលឿនហើយអញ្ចឹងខ្ញុំធ្វើវិធីនេះក៏យើងការ៉េមយើងអាចកកបានដែរចាខ្ញុំធ្វើនេះ3ម៉ោងក្រោយគឺខ្ញុំទៅមើលគឺការ៉េមខ្ញុំកកហើយណាចាប់ផ្ដើមកករឹងល្អហើយតែ3 4ម៉ោងអីគឺអាចហូបបានហើយចាខ្ញុំនឹងយកមកកាត់បង្ហាញបងប្អូនមើលនៅការ៉េមត្រប៉ែខ្មៅរបស់ខ្ញុំគឺរសជាតិគឺឆ្ងាញ់មែនទែនបងប្អូនចាឈ្ងុយត្រប៉ែឈ្ងុយខ្ទិះដូងចំពោះត្រប៉ែធម្មតាគឺខ្ញុំអត់សូវចូលចិត្តហូបទេប៉ុន្តែដល់ពេលធ្វើជាការ៉េមត្រប៉ែគឺខ្ញុំចូលចិត្តខ្លាំងចាអរគុណច្រើនធានាថាបងប្អូនធ្វើតាមនឹងបានការ៉េមដ៏ឆ្ងាញ់ហើយបើសួរខ្ញុំថាលក់មួយដើមប្រហែលគឺខ្ញុំលក់មួយដើម 1000 រៀលណាបងប្អូនចឹងអរគុណច្រើនសង្ឃឹមថាវីដេអូរបស់ខ្ញុំមិនតិចក៏ច្រើននិងមានប្រយោជន៍ដល់បងប្អូនជាមិនខានបើបងប្អូនអត់ទាន់ជួយ Subscribe សូមជួយ Subscribe ចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូផ្សេងៗទៀត